ទេវតាមានទេវតាល្អនិងទេវតាអាក្រក់ទេវតាល្អនៅក្នុងគម្ពីរលូកាជំពូក1ខ26កន្លងខែក្រោយនោះមកព្រះចាត់ទេវតាកាព្រីយ៉ែលឲ្យទៅឯនាងព្រហ្មចារីម្នាក់ដែលនៅភូមិណាសារ៉េតក្នុងស្រុកកាលីលេព្រះទ្រង់ចាត់ទេវតាឈ្មោះកាព្រីយ៉ែលឲ្យទៅប្រាប់នាងម៉ារីទេវតានេះគឺជាទេវតាដែលស្មោះត្រង់បម្រើព្រះមិនបានដើរតាមទេវតាក្បត់ព្រះនឹងទេពេលព្រះប្រើឲ្យទៅទីណាគឺទៅទីនោះពេលចប់ផែនការហើយគឺទេវតានោះត្រឡប់ទៅនគរឋានសួគ៌ដើម្បីបម្រើព្រះវិញនេះគឺជាមហាទេវតាដ៏ល្អដែលព្រះសពថាទីនឹងទុកព្រះទីជាងគេនិយាយពីទេវតាអាក្រក់វិវរណៈចំពោះ9ខ1ដល់ខ5ចាប់តាំងពីទេវតាលីសូហ្វឺមកផែនដីគឺវាបានប្រព្រឹត្តការអាក្រក់ជាច្រើនដំបូងវាបានប្រឆាំងនឹងព្រះវាក្បត់ព្រះចង់បានបល្ល័ង្ករបស់ព្រះអង្គុយទើបព្រះជ្រាបទើបចាប់វាបោះទម្លាក់មកផែនដីសពថ្ងៃនេះវាកំពុងតែពាក់គ្រឿងសិតឯខាងការអាក្រក់ជាច្រើនដើម្បីសម្លុតគំរាមកំហែងតែវាមិនបានសម្លាប់មនុស្សទេតែវាធ្វើឲ្យមនុស្សឈឺចុកចាប់ពើផ្សាប្រៀបដូចជាខ្យល់ដំរីតិចដូច្នោះដែរតែទីបំផុតវាត្រូវទៅនៅក្នុងទីចង្ហុកជ្រៅដ៏អស់កលជានិច្ចសរុបសេចក្តីមកគ្រប់ទាំងទេវតាល្អទេវតាអាក្រក់គឺត្រូវបានស្ថិតនៅក្រោមអំណាចរបស់ព្រះទាំងអស់ដូច្នេះបងប្អូនដឹងហើយថាទេវតាគឺជាវិញ្ញាណមិនអាចស្លាប់បាននៅទីបំផុតព្រះនឹងកាត់ទោសទាំងទេវតាល្អទេវតាអាក្រក់ទេវតាល្អគឺទ្រង់បានប្រទានឲ្យបានរស់នៅបម្រើព្រះនៅនគរឋានសួគ៌ជារៀងរហូតរីឯទេវតាអាក្រក់ត្រូវបានព្រះកាត់ទោសបោះចូលទៅក្នុងទីចង្ហុកជ្រៅមានសុទ្ធតែភ្លើងឆ្អស់កាលជានិច្ចពេលនោះពួកវាត្រូវរងទុក្ខវេទនាជារៀងរហូតដូច្នេះសូមបងប្អូនកុំជឿទៅលើទេវតាឡើយទេវតាគ្រាន់តែជាអ្នកបម្រើព្រះប៉ុណ្ណោះពុំមានសិទ្ធិអ្វីនឹងកាត់ទោសមនុស្សលោកឡើយគឺតែមានតែព្រះអង្គម្ចាស់តែមួយគត់ប៉ុណ្ណោះដែលអាចកាត់ទោសមនុស្សមានបាបបានសូមបាទយើងនឹងបន្តសេចក្តីអធិប្បាយនឹងការបង្រៀនអំពីទេវតាវិទ្យាបន្តទៀតបាទនៅក្នុងចំណុចទី8នេះមានចំណងជើងថាពួកទេវតាខ្លែងខ្លួនជាមនុស្សទោះបីជាពួកគេគ្មានរូបកាយសាច់ឈាមពិតប្រាកដក៏ដោយជាញឹកញាប់ពួកទេវតាមានអំណាចដែលព្រះផ្ដល់ឲ្យអ្វីត្បិតតែពួកគេជាវិញ្ញាណគ្មានរូបកាយសាច់ឈាមគឺពួកគេខ្លែងបន្លំធ្វើជាមនុស្សហើយឲ្យមនុស្សទទួលទេវតានោះដោយរាក់ទាក់នៅក្នុងគម្ពីរលោកអាប់រ៉ាហាំលោកក្បាត់ចំពុក18រឿងលោកគីឌៀនពងសាវតាក្សត្រខ្សែទី1ចំពុក6គម្ពីរហេព្រើរចំពុក13ខ2កុំឲ្យភ្លេចសេចក្តីចៅរៅឡើយត្បិតមនុស្សខ្លះបានទទួលទេវតាឲ្យសំណាក់នៅតែឥតដឹងខ្លួនផងដោយមានសេចក្តីនោះឯងដូចជាលោកអាប់រ៉ាហាំនិងលោកគីឌៀនពួកគាត់បានទទួលទេវតាដោយមិនដឹងខ្លួនព្រោះទេវតាបានคล้ายខ្លួនជាមនុស្សនៅក្នុងចំណុចទី9ពួកទេវតាត្រូវបានបង្កើតឡើងឲ្យមានឋានៈខ្ពស់ជាងមនុស្សជាចុងក្រោយមនុស្សនឹងត្រូវបានដំឡើងឡើងឲ្យបានជំនុំជម្រះពួកទេវតាអាក្រក់វិញនៅក្នុងគម្ពីរពេត្រុសទី2ចំពុក2ខ4ត្បិតបើសិនជាព្រះមិនបានប្រណីដល់ពួកទេវតាដែលបានធ្វើបាបគឺទ្រង់បោះទម្លាក់ទៅក្នុងចង្ហុកជ្រៅបំផុតឲ្យជាប់ច្រវាក់នៃសេចក្តីងងឹតទាំងឃុំទុកសម្រាប់នឹងជំនុំជម្រះវិញពាក្យថាព្រះមិនបានប្រណីដល់ពួកទេវតាដែលបានធ្វើអំពើបាបត្រង់នេះមានមតិខ្លះយល់ថាឃ្លានេះសំដៅទៅលើសេចក្តីបានចែងទុកនៅក្នុងគម្ពីរលោកក្បាត់ចំពុក6ខ2ដែលថាកូនប្រុសរបស់ព្រះគឺពួកទេវតាទាំងនោះបានយកកូនស្រីរបស់មនុស្សធ្វើជាប្រពន្ធហើយពួកកូនប្រុសរបស់គេត្រូវបានគេយល់ថាជាមនុស្សខ្លាំងប្រកែមាននៅក្នុងគម្ពីរលោកក្បាត់ចំពុក6ខ2ដល់ខ4ប៉ុន្តែមានមតិខ្លះទៀតយល់ថាពួកទេវតាទាំងនេះបានធ្វើបាបតាំងពីមុនពេលដែលលោកអាដាមនិងនាងអេវ៉ាបានប្រព្រឹត្តបាបទៅទៀតហើយពួកទេវតាដែលបានប្រព្រឹត្តបាបទាំងនោះបានคล้ายទៅជាទេវតាអាក្រក់និងវិញ្ញាណអាក្រក់ពាក្យមួយទៀតថាចង្ហុកជ្រៅបំផុតគឺសំដៅទៅលើទីកន្លែងដែលពួកវិញ្ញាណអាក្រក់ត្រូវទម្លាក់ចោលទៅមួយទៀតថាជំនុំជម្រះពាក្យទាំងអស់នេះអាចសំដៅទៅលើការជំនុំជម្រះដែលមានចែងទុកនៅក្នុងគម្ពីរវិវរណៈ
ចំពោះ20ខ11ដល់ខ15ចំណុចទី10ពួកទេវតាបង្ហាញឲ្យឃើញគ្រប់ទាំងវិញ្ញាណនៃបុគ្គលិកលក្ខណៈមាន3ចំណុចកគំនិតបង្ហាញតាមគំនិតទីម៉ូថេទី1ចំពោះ1ខ12តែត្រង់បានសម្ដែងឲ្យគេដឹងថាសេចក្តីទាំងនោះមិនមែនសម្រាប់គេទេគឺសម្រាប់យើងរាល់គ្នាវិញគឺជាសេចក្តីទាំងប្រមាណដែលឥឡូវនេះពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានចាត់ពីឋានសួគ៌មកហើយពួកទេវតាក៏ចូលចិត្តពិនិត្យមើលសេចក្តីទាំងនោះដែរឃ្លានេះចង់និយាយថាព្រះគ្រីស្ទបានចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យមកនៅថ្ងៃទីបុណ្យទី50នៅក្នុងពីកិច្ចការចំពោះ2ខ33ពេលនោះលោកពេត្រុសក៏បានទទួលព្រះវិញ្ញាណនៅក្នុងពេលនោះផងដែររីឯព្រះវរបិតាទ្រង់ក៏បានប្រទានព្រះវិញ្ញាណឲ្យមកផងដែរនៅក្នុងគម្ពីរហេព្រើរចំពោះ14ខ16និងខ26ខឆន្ទៈទី1យើងដឹងពីគំនិតទី2យើងដឹងពីឆន្ទៈនៅក្នុងគម្ពីរធីម៉ូថេទី2ចំពោះ2ខ26ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើងចេញផុតពីអន្ទាក់របស់អារក្សដែលចាប់គេប្រើតាមចិត្តនោះចិត្តមនុស្សសពថ្ងៃកំពុងតែលង់លក់នៅក្នុងអន្ទាក់របស់អារក្សដែលវានាំមនុស្សខាងឯវិញ្ញាណមិនឲ្យស្គាល់ព្រះវាបំពេអារម្មណ៍ឆន្ទៈយើងឲ្យបដិសេធព្រះនាមព្រះដែលជួយសង្គ្រោះក្រោយពេលដែលមនុស្សបានថ្វាយចិត្តជឿដល់ព្រះនោះវិញ្ញាណចិត្តរបស់គេហាក់បីដូចជាបានរួចពីអន្ទាក់របស់អារក្សព្រោះជាយូរយារមកហើយដែលអារក្សវាបានចាប់មនុស្សចងហើយវាប្រើមនុស្សឲ្យប្រព្រឹត្តអំពើបាបតាមចិត្តរបស់វាចំណុចគទេវតាមានទេវតាល្អនិងទេវតាអាក្រក់ទេវតាល្អនៅក្នុងគម្ពីរលូកាចំពោះ1ខ26កន្លងខែក្រោយនោះមកព្រះចាត់ទេវតាកាព្រីយ៉ែលឲ្យទៅឯនាងព្រហ្មចារីម្នាក់ដែលនៅភូមិណាសារ៉េតក្នុងស្រុកកាលីលេព្រះទ្រង់ចាត់ទេវតាឈ្មោះកាព្រីយ៉ែលឲ្យទៅប្រាប់នាងម៉ារីទេវតានេះគឺជាទេវតាដែលស្មោះត្រង់បម្រើព្រះមិនបានដើរតាមទេវតាក្បត់ព្រះនោះទេពេលព្រះប្រើឲ្យទៅទីណាគឺទៅទីនោះពេលចប់ផែនការហើយគឺទេវតានោះត្រឡប់ទៅនគរឋានសួគ៌ដើម្បីបម្រើព្រះវិញនេះគឺជាមហាទេវតាដ៏ល្អដែលព្រះសពថាទីនឹងទុកព្រះទីជាងគេនិយាយពីទេវតាអាក្រក់ពីវណ្ណៈចំពោះ9ខ1ដល់ខ5ចាប់តាំងពីទេវតា Lucifer មកផែនដីគឺវាបានប្រព្រឹត្តការអាក្រក់ជាច្រើនដំបូងវាបានប្រឆាំងនឹងព្រះវាក្បត់ព្រះចង់បានបល្ល័ង្ករបស់ព្រះអង្គុយទើបព្រះជ្រាបទើបចាប់វាបោះទម្លាក់មកផែនដីសពថ្ងៃនេះវាកំពុងតែពាក់គ្រឿងសឹកឯខាងការអាក្រក់ជាច្រើនដើម្បីសម្លុតគំរាមកំហែងតែវាមិនបានសម្លាប់មនុស្សទេតែវាធ្វើឲ្យមនុស្សឈឺចុកចាប់ពើផ្សាប្រៀបដូចជាខ្យល់ដំរីតិចដូច្នោះដែរហើយទីបំផុតវាត្រូវទៅនៅក្នុងទីចង្ហុកជ្រៅដ៏អស់កលជានិច្ចសរុបសេចក្តីមកគ្រប់ទាំងទេវតាល្អទេវតាអាក្រក់គឺត្រូវបានស្ថិតនៅក្រោមអំណាចរបស់ព្រះទាំងអស់ដូច្នេះបងប្អូនដឹងហើយថាទេវតាគឺជាវិញ្ញាណមិនអាចស្លាប់បាននៅទីបំផុតព្រះនឹងកាត់ទោសទាំងទេវតាល្អទេវតាអាក្រក់ទេវតាល្អគឺទ្រង់បានប្រទានឲ្យបានរស់នៅបម្រើព្រះនៅនគរឋានសួគ៌ជារៀងរហូតរីឯទេវតាអាក្រក់ត្រូវបានព្រះកាត់ទោសបោះចូលទៅក្នុងទីចង្ហុកជ្រៅមានសុទ្ធតែភ្លើងឆ្អស់កាលជានិច្ចពេលនោះពួកវាត្រូវរងទុក្ខវេទនាជារៀងរហូតដូច្នេះសូមបងប្អូនកុំជឿទៅលើទេវតាឡើយទេវតាគ្រាន់តែជាអ្នកបម្រើព្រះប៉ុណ្ណោះពុំមានសិទ្ធិអ្វីនឹងកាត់ទោសមនុស្សលោកឡើយគឺតែមានតែព្រះអង្គម្ចាស់តែមួយគត់ប៉ុណ្ណោះដែលអាចកាត់ទោសមនុស្សមានបាបបានអាមែនសូមព្រះប្រទានពរ